សូមគ្រប់ប្រិយមិត្តទូរទស្សនិកជនលោកនាងកំពុងតាមទស្សនាកម្មវិធីហមព័ត៌មានម៉ោងទី1វេលានេះយើងខ្ញុំសូមស្វាគមន៍ជម្រាបជូនរឿងរ៉ាវសំខាន់នៅវេលាព្រឹកថ្ងៃ6កើតខែទុតិយស័កឆ្នាំមមែសប្បុរស័កពុទ្ធសករាជ2559ត្រូវនឹងថ្ងៃអង្គារបាទទី21ខែកក្កដាគ្រិស្តសករាជ2015យើងខ្ញុំមានព័ត៌មានរឿងរ៉ាវសំខាន់កើតឡើងក្នុងសង្គមវេលាថ្ងៃនេះបន្តទៀតហើយសូមបកគោលនីតិចូលលោកសខជម្រាបជូនព័ត៌មាននគរជំពឹស្ដាដំបូងសិនបាទវេទិកាបាទចេះតែប្រឡំមកកើអត់អីទេបាទគឺថាសូមជូនវេទិកាសំខាន់ក៏បញ្ញាអារម្មណ៍សោយបញ្ញាអារម្មណ៍ទូរទស្សនិកជនបន្តិចហ្នឹងណាទី1គឺសមត្ថកិច្ចលោកបង្ក្រាបទីតាំងស្តុកឈើនិងសត្វព្រៃខុសច្បាប់នៅស្រុកពេជ្រដាខេត្តមណ្ឌលគិរីអញ្ចឹងណាតំបន់ទេសចរណ៍អាជ្ញាធរស្រុកត្បូងឃ្មុំចូលសម្របសម្រួលបញ្ហាវិវាទណាផ្លូវបន្លាយជូនបងប្អូនប្រជាពលរដ្ឋមួយរឿងទៀតគឺបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកក្រគរចំនួន8ភូមិសូមឲ្យអាជ្ញាធរជួយអន្តរាគមន៍ចំពោះជនខិលខូចដែលឈូសឆាយដីដោយខុសច្បាប់ពោធិ៍សាត់ឯនោះហើយរឿងមួយនៅមុខរដ្ឋសភាកាលពីម្សិលមិញគឺមានបងប្អូនប្រជាពលរដ្ឋមកពីខេត្តស្វាយរៀងប្រសេនុតាកែវបានមកប្រមូលផ្ដុំគ្នាដើម្បីដាក់ញត្តិឲ្យតំណាងរាស្ត្រដោះស្រាយរឿងករណីរំលោភដីរំលោភធ្លីបាទហើយមានរឿងរ៉ាវជាច្រើនទៀតថ្ងៃនេះច្រើនណាក្តៅបាទសូមប៉ុណ្្នឹងសិនណាឥឡូវនេះជូនទៅលោកបុត្រាលោកអិតពីរឿងសមត្ថកិច្ចបង្ក្រាបទីតាំងស្តុកឈើនិងសត្វព្រៃខុសច្បាប់នៅមណ្ឌលគិរីបាទសូមអរគុណលោកសខាទូរទស្សនិកជនជាទីគោរពរាប់អានចូលមកដំបូងរៀងវគ្គបន្តិចបាទនគរបាលជំនាញខេត្តមណ្ឌលគិរីលោកបានបង្ក្រាបទីតាំងស្តុកឈើនិងសត្វព្រៃមួយកន្លែងបាទកាលពីវេលាម៉ោង 3:30 នាទីរសៀលកន្លងទៅនៅចំណុចភូមិចុងផាងឃុំពូជ្រៃស្រុកពេជ្រដាខេត្តមណ្ឌលគិរីបាទទស្សនវិជ្ជាដោយលោកនាងឃើញស្រាប់មកហើយរូបភាពឈើផងហើយកន្លែងបង្ក្រាបសត្វព្រៃស្តុកសត្វព្រៃខុសច្បាប់ដែរលោកកែវសុភ័ក្រដែលជាអនុប្រធានព្រៃការពារមណ្ឌលគិរីលោកបានដឹងថាប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងសមត្ថកិច្ចរបស់អង្គការ WWF ព្រៃការពារមណ្ឌលគិរីសហការជាមួយនឹងប៉ូលីសការពារព្រំដែនលេខ303នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបាទហើយក្នុងប្រតិបត្តិការនេះនគរបាលរឹបអូសបានឈើប៉និតចំនួន132សន្លឹកវាស្មើនឹង6ម៉ែត្រគូបបាទហើយសាច់សត្វព្រៃចំនួន14គីឡូក្រាមស្នែងសត្វទុនសោងចំនួន5នេះក្រនៅសត្វទុនសោងឥឡូវចង់ផុតពូជហើយស្នែងឆ្លុះ2ស្វាយកំភ្លើងចំនួន1កំភ្លើង AK 47 ពីដើមបាទ AK មាន AK ពីដើមកំភ្លើងសេកាសេមួយដើមកម្រឃើញដែរបាទកំភ្លើងឆ្នៃគេហៅថាកំភ្លើងខ្យល់គឺមួយដើមដែរបងកំភ្លើងចំនួន5មានគ្រាប់32គ្រាប់សម្បកអណ្ដើកចំនួន3ក៏ដាក់មកចូលដែររណាយន្តចំនួន1ព្រមទាំងអន្ទាក់សัตว์ចំនួន9ទៀតនឹងសម្រាប់ការប្រកបរបរគេបាទហើយនគរបាលបានបញ្ជាក់ឲ្យដឹងដែរថាទីតាំងដែលស្តុកឈើនិងសត្វព្រៃស្ថិតនៅក្នុងភូមិចុងផាងឃុំពូជ្រៃស្រុកពេជ្រដាខាងលើនេះជាផ្ទះរបស់លោកសំប្រុសបាទអតីតជាមន្ត្រីបរិស្ថានកំពុងតែរត់គេចខ្លួនពីសមត្ថកិច្ចកំពុងតាមចាប់ខ្លួននឹងបាទហើយអញ្ចឹងទេបច្ចុប្បន្ននគរបាលកំពុងប្រមូលយកភស្តុតាងទាំងអស់ទៅរក្សាទុកនៅស្នាក់ការអង្គការ WWF ដែលមានទីតាំងនៅឃុំ DA បន្ថែមទៀតស្រាវជ្រាវនឹងរោគជនខាងលើដែលកំពុងតែរត់គេចខ្លួននោះបាទឥឡូវអញ្ចឹងបទល្មើសវាមាន2វាមានទាំងសត្វព្រៃផងវាមានទាំងរឿងព្រៃឈើឬក៏ឈើខុសច្បាប់ផងជាមួយគ្នាអញ្ចឹងបើយោងតាមមាត្រា98នៃច្បាប់ស្តីអំពីព្រៃឈើនោះគេបានផ្ដន្ទាទោសណាផ្ដន្ទាទោសចំពោះករណីទាំងពីរហ្នឹងអាចមើលខ្ញុំរនឹកនេះសិនអាចពី1ឆ្នាំទៅ5ឆ្នាំជាមធ្យមពី1ឆ្នាំទៅ5ឆ្នាំហើយអាចពិន័យជាប្រាក់ពី10លានរៀលរហូតដល់ទៅ100លានរៀលច្រើនណា100លានរៀលហ្នឹងគេថាពាក់ព័ន្ធទៅនឹងករណីគេហៅថារឿងសត្វព្រៃឬក៏រឿងព្រៃឈើជាដើមបាទប្រហាក់ប្រហែលគ្នាអញ្ចឹងទុកជូនសមត្ថកិច្ចរបស់រដ្ឋបាលព្រៃឈើនៅក្នុងច្បាប់ស្តីពីព្រៃឈើគេមានមូលដ្ឋានបង្អែក2យ៉ាងទី1គេអាចពិន័យអន្តរការបាទប៉ុន្តែការពិន័យអន្តរការវាអាចបានត្រឹមតែបទល្មើសណាដែលមានទ្រង់ទ្រីតូចតាចបាទហើយគេហៅថាជនល្មើសសុកចិត្តពិន័យដែរបើមិនសុកចិត្តពិន័យទេគេនឹងរុញសំណុំរឿងទៅកាន់ព្រះអាជ្ញាចោទប្រកាន់
ប៉ុន្តែបើសិនជាបត់ល្មើសមានទម្រង់ធំទ្រង់ទ្រីធំបាទអាហ្នឹងគឺថាជាស្វ័យប្រវត្តិអាជ្ញាធររដ្ឋបាលព្រៃឈើនឹងបញ្ជូនទៅកាន់បរិយាអាជ្ញាចោតប្រកាន់តែហ្មងបាទទៅសម្របសម្រួលទៀតបើលេងមកទៅហឹងដៃហើយហ្នឹងបាទឥឡូវនេះសូមអនុញ្ញាតបន្តចូលរឿងមួយទៀតគឺអាជ្ញាធរស្រុកចុះសម្របសម្រួលករណីវិវាទផ្លូវបលាយមួយនៅជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិប្រធាតនៅខេត្តត្បូងឃ្មុំសេចក្តីរាយការណ៍កាលពីម្សិលមិញលោកបានបញ្ជាក់ថាអភិបាលស្រុកត្បូងឃ្មុំបានចូលដោះស្រាយសម្របសម្រួលបញ្ហាវិវាទផ្លូវបលាយដែលស្ថិតនៅក្នុងភូមិប្រធាតឃុំសឡប់ស្រុកនិងខេត្តត្បូងឃ្មុំលោកអភិបាលស្រុកត្បូងឃ្មុំកេងប៊ុនណាបានឲ្យដឹងថាលោកបានដោះស្រាយដោយប្រើរូបមន្តគោលនយោបាយឈ្នះជូនដល់ភាគីទាំងសងខាងហើយជាលទ្ធផលលោកអភិបាលស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋដើរលើផ្លូវដែលមានចម្ងាយពីឃ្លាំងស្តុកទំនិញរបស់ម្ចាស់ឃ្លាំងឈ្មោះតាលី50ម៉ែត្របាទផ្លូវវាមានចម្ងាយពីឃ្លាំងហ្នឹង50ម៉ែត្រនោះមានផ្លូវមួយគឺយើងមានផ្លូវមួយខ្សែនេះហើយដែលតភ្ជាប់ពីផ្លូវបលាយមកផ្លូវជាតិលេខ7ណាទុកឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាបណ្ដោះអាសន្នរងចាំស្រុកដោះស្រាយជាបន្តហ្នឹងបណ្ដោះអាសន្ននេះណាម្ចាស់ឃ្លាំងគឺលោកតាលីនឹងបានបញ្ជាក់ថាដីរបស់គាត់នេះគឺធ្លាប់អាស្រ័យធ្វើអីបាទលោកតាលីបានបញ្ជាក់ទៀតថាគាត់ធ្វើរបងគឺសម្រាប់ការពារលំនៅឋានរបស់គាត់មិនមែនបិទផ្លូវឲ្យបងប្អូនប្រជាពលរដ្ឋមិនអាចដើរបានទេជាពិសេសទៀតគឺមានផ្លូវមួយខ្សែនៅខាងកើតឃ្លាំងរបស់គាត់ទុកសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋដើរហើយដែរពិនិត្យមើលផ្លូវខាងកើតដីលោកជាហេងមានផ្លូវរទេះមួយខ្សែតភ្ជាប់ពីផ្លូវបលាយទៅផ្លូវជាតិលេខ7នៅត្រូវផ្ទះបងប្អូនប្រជាពលរដ្ឋជាប់ផ្លូវជាតិលេខ7ជាច្រើនខ្នងផ្ទះបានរំកិលរំលោភវាទយកធ្វើជាកម្មសិទ្ធិអស់ហើយហេតុម្ដេចក៏គ្មានការតវ៉ាបើនាំគ្នាតវ៉ារឿងរបងឃ្លាំងរបស់លោកណាត្រូវនាំគ្នាតវ៉ាផ្លូវរទេះមានការរំលោភនោះផងដែរទើបត្រូវបាទផ្លូវរទេះដែលជាផ្លូវសាធារណៈនាំគ្នាយកធ្វើជាកម្មសិទ្ធិអស់នោះមិនក៏បន្តវ៉ាឲ្យមកធ្វើជាសម្បត្តិសាធារណៈធ្វើជាផ្លូវរទេះវិញទៅមិនក៏បន្តវ៉ាផ្លូវដីរបស់លោកដែលធ្វើស្រែធ្វើចំការជាយូរមកហើយឥឡូវនេះលោកធ្វើរបងពាត់ដោយសារតែមានលោកជាហេងនោះលោកធ្វើផ្លូវថ្នល់ថ្មីនេះចាក់លុបបន្លាយបាត់ទៅវាអញ្ចឹងវាប្រតិកលាគ្នាណាក្រុមបងប្អូនប្រជាពលរដ្ឋបានអះអាងថាគាត់ចង់រក្សាផ្លូវបន្លាយអាដែលគឺត្រូវគឺផ្លូវត្រង់តភ្ជាប់មកពីផ្លូវជាតិលេខនេះលេខ7ឬក៏លេខ73ហ្នឹងលេខ7លេខ7ហើយមានលេខ3ទៀតភ្ជាប់មកផ្លូវជាតិលេខ7តែម្ដងបងប្អូនប្រជាពលរដ្ឋលោកចង់រក្សាផ្លូវបលាយអាដែលហ្នឹងណាគឺផ្លូវត្រង់វាត្រង់ណាតភ្ជាប់មកពីផ្លូវជាតិលេខ73ភ្ជាប់មកផ្លូវជាតិលេខ7តែហ្មងគាត់ចង់និយាយថាជាប់គ្នាតែហ្មងប៉ុន្តែឲ្យជាប់គ្នាតតែដីហ្នឹងគឺជាដីសាធារណៈដែរបាទដីហ្នឹងគឺជាដីឯកជនរបស់គេទេអាហ្នឹងយើងពិបាកដែរក្នុងការទៀមទាបាទអាហ្នឹងគឺនិយាយតាមផ្លូវច្បាប់ភាពអស់ហើយទៅបាទឥឡូវនេះគោលនយោបាយឈ្នះដើម្បីឲ្យវាល្អប្រសើរនៅក្នុងមូលដ្ឋានទាំងអស់គ្នាប៉ុន្តែបើយើងពាត់យកដីរដ្ឋទេឲ្យគេមកវិញមកហើយបុគ្គលផ្សេងទៀតដែលរំលោភដីរដ្ឋដែរឲ្យគេមកវិញមកបាទឲ្យវាឃើញដូចគ្នាណាឲ្យស្មើភាពគ្នាហ្នឹងសមភាពចំពោះមុខច្បាប់បើបុគ្គលម្នាក់គោរពច្បាប់បុគ្គល10នាក់ទៀតអត់គោរពច្បាប់អាហ្នឹងគឺគេក៏មិនសុខចិត្តដែរខ្ញុំក៏មិនសុខចិត្តដែរមើលទៅនោះបើខ្ញុំគោរពតែម្នាក់ហើយស្រាប់តែ100នាក់ទៀតអត់គោរពផងហើយខ្ញុំអំបិលគេ hamburger ម្យ៉ាងហើយសូមជូនលោកបត្រាបាទអរគុណលោកសុខាឥឡូវវាមិនដីនេះគឺនិយាយពីប្រជាពលរដ្ឋនៅស្រុកកកោប្រហែលជា8ភូមិបាទស្រុកហ្នឹងគឺមាន8ភូមិលោកសម្ដែងការព្រួយបារម្ភខ្លាចបាត់បង់ដីព្រៃបាទដែលមានទំហំរហូតដល់258ហិកតាខ្លះពីហិកតាទៀត260បាទដែលកំពុងតែរងការឈូសឆាយពីសំណាក់ក្រុមជនខិលខូចមួយចំនួនដើម្បីយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនហើយពួកគាត់សំណូមពរអាជ្ញាធរនឹងជួយមានវិធានការទប់ស្កាត់ជាបន្ទាន់ផងដែរប្រជាពលរដ្ឋលោកបានទទូចឲ្យអាជ្ញាធរជាពិសេសនឹងអាដាមឲ្យដល់ខេត្តម៉ៅធនិនបាទអាដាមតែងតែគិតគូរដល់បងប្អូនប្រជាពលរដ្ឋអញ្ចឹងទេជួយបន្ថែមទៀតចំពោះវិធានការដើម្បីឲ្យដីព្រៃចំនួន258ហិកតាហ្នឹងនៅគង់វងទុកឲ្យកូនចៅចំនួនក្រោយនៅក្នុងឃុំកន្ទួតបានអាស្រ័យផលលើដីនេះផងវិជាវាងធ្លាក់ទៅលើដៃក្រុមជនខិលខូចមួយចំនួនដែលជាអ្នកមានលុយមានកាក់មានខ្នងមានខ្សែមានអីវែងអញ្ចឹងណាបាទអញ្ចឹងទេ
ជួបនឹងបងប្អូនប្រជាពលរដ្ឋដែលមកពី8ភូមិក្នុងឃុំកន្ទួតនៅសាលាស្រុកកកូអ្នកសារព័ត៌មានរបស់យើងក្រោយពីចុងសប្តាហ៍មុនហ្នឹងក៏បានជួបអាដាមម៉ៅធនដែរអាដាមខេត្តពោធិ៍សាត់អាដាមបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋខ្លួនឯងនៅក្នុងឃុំក្រងផ្ទៃដីទាំង258ហិកតានេះឲ្យបានហើយផ្ដល់ព័ត៌មានមកអភិបាលស្រុកនេះអភិបាលស្រុកកកឬក៏ទូរស័ព្ទមកអាដាមផ្ទាល់អាដាមម៉ៅធនណាបាទអាដាមនឹងចាត់ឲ្យមន្ត្រីជំនាញឬក៏ផ្នែកជំនាញណាមួយដើម្បីចាត់វិធានការបង្ក្រាបទោះបីជននោះស្ថិតនៅក្នុងលំដាប់ថ្នាក់ណាក៏ដោយបន្ទាប់គេហៅថាយ៉ាងណាក៏ដោយហើយបន្ទាប់មកលោកនឹងចុះដល់ទីតាំងផ្ទាល់ដើម្បីរៀបចំតាមសំណុំពរដល់បងប្អូនប្រជាពលរដ្ឋដែលលោកព្រួយបារម្ភចំពោះការធ្វើម៉េចគឺឲ្យដីព្រៃប្រមាណជា258ហិកតាហ្នឹងវានៅគង់វង្សដដែលបាទអាហ្នឹងដីព្រៃដីអីកុំយើងទៅបៀតកុំយើងទៅបៀនឲ្យសោះណាអាមេត្រា98នៃច្បាប់ស្តីអំពីព្រៃឈើមាញ់ហ្នឹងគឺគេបានបញ្ជាក់ច្រើនយ៉ាងណាប៉ុន្តែខ្ញុំមិនអាចលើកឡើងបានទាំងអស់ទេសំបីតែឧបមាថាគេធ្វើសម្បទានសេដ្ឋកិច្ចតំបន់ព្រៃនឹងឲ្យយើងប៉ុន្តែយើងធ្វើលើសអំពីការកំណត់ការផ្ដាល់តាមអាជ្ញាប័ណ្ណឲ្យគេក៏ជាបទល្មើសដែរព្រោះបទល្មើសហ្នឹងមួយឆ្នាំទៅ5ឆ្នាំមកពន្ធនាគារហើយបើយើងទៅធ្វើដោយមិនមានលិខិតអនុញ្ញាតត្រឹមត្រូវទៅទៀតពីអាជ្ញាធររដ្ឋទៅទៀតអានោះកាន់តែធ្ងន់កទៅទៀតអានោះសិតតែជារឿងមួយគុកហើយនឹងចង្វាក់ទាំងអងខ្ញុំនិយាយទៅគុកនឹងចង្វាក់ទាំងអងបាទអញ្ចឹងបងប្អូនមួយចំនួនតែស្អប់ខ្ញុំមិនដឹងធ្វើម៉េចបើវាអញ្ចឹងទៅហើយបងហើយឥឡូវនេះសូមជូនរឿងចុងក្រោយរឿងត្រជាក់បន្តិចគឺថាយុវជនមានសិស្សានុសិស្សកុមារាកុមារីនិងអាជ្ញាធរក្រុងតាខ្មៅនោះគឺបានបើកយុទ្ធនាការបោសសម្អាតបរិស្ថាននៅតាមបណ្ដាក្រុងតាខ្មៅដើម្បីគេហៅថាពញ្ញាអារម្មណ៍ពញ្ញាស្មារតីដល់យុវជនដល់មហាជនទាំងអស់ឲ្យគិតគូរអំពីបរិស្ថានហើយការបោះសម្រាមចោលឲ្យមានរបៀបរៀបរយហើយជួយរើសសម្រាមបើសិនជាយើងឃើញសម្រាមវារាយប៉ាយយ៉ាងជាដើមណាឲ្យមានស្មារតីទាំងអស់គ្នាហើយយុវជនយុវនារីព្រមទាំងអាជ្ញាធរក្រុងតាខ្មៅបានរៀបចំនេះគឺសហការជាមួយនឹងខាងវិទ្យាស្ថាននិងសាលារៀនអន្តរជាតិអាមេរិកកាំងនៅតាខ្មៅលោកកៅឡុងឌីដែលជាអនុប្រធានទទួលបន្ទុកទំនាក់ទំនងទូទៅនិងជាប្រធាននាយកអប់រំនៃវិទ្យាស្ថាននឹងបានបញ្ជាក់ថាការរៀបចំជាមួយអាជ្ញាធរយុវជនយុវនារីសិស្សានុសិស្សទាំងអស់នេះគឺរៀបចំឲ្យទិវានឹងគឺឡើងក្នុងគោលបំណងបំផុសស្មារតីដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវបង្កើនការយល់ដឹងអំពីបរិស្ថានពីព្រោះយើងទាំងអស់គ្នានឹងត្រូវការបរិស្ថានល្អមិនចឹងអនាម័យល្អការរស់នៅប្រកបដោយសុខភាពសុខុមាលភាពអញ្ចឹងទៅវាជៀសវាងនៅជំងឺតម្កាត់ផ្សេងបាទហើយគោលដៅមួយទៀតគឺចង់ឲ្យសិស្សានុសិស្សបុគ្គលិកលោកគ្រូអ្នកគ្រូទាំងអស់មានការយល់ដឹងអំពីបញ្ហាបរិស្ថានចូលរួមជាមួយក្រសួងបរិស្ថានជាមួយអាជ្ញាធរដែនដីដើម្បីលើកកម្ពស់បញ្ហានឹងឲ្យកាន់តែល្អប្រសើរជាពិសេសសោភ័ណភាពបរិស្ថានល្អនៅទីក្រុងនឹងតែហ្មងបាទនៅក្នុងឱកាសនោះលោកជីសវត្ថាភិបាលរងក្រុងតាខ្មៅលោកបាននៅជំរុញលើកទឹកចិត្តឲ្យបណ្ដាស្ថាប័នរដ្ឋជាពិសេសសាលារៀនស្ថាប័នឯកជនជាពិសេសសាលារៀនពីព្រោះមានកូនសិស្សច្រើននៅធ្វើយុទ្ធនាការនឹងឲ្យកាន់តែច្រើនបន្ថែមទៀតដើម្បីនៅជាការជួយសម្អាតផងជាការបំផុសស្មារតីយុវជនយុវនារីចំនួនក្រោយឲ្យគិតគូរអំពីបញ្ហាបរិស្ថានជាគោលសំខាន់ហើយកាត់បន្ថយការបោះសម្រាមដែលការចោលសម្រាមដោយគ្មានបែបបទគ្មានលក្ខណៈអីត្រឹមត្រូវធ្វើឲ្យប៉ះពាល់ដល់សង្គមយើងទាំងមូលតែម្ដងបាទអរគុណទូរទស្សនិកជនជាទីគោរពរាប់អានយើងខ្ញុំសូមអនុញ្ញាតសម្រាប់បន្តិចសិនហើយវគ្គក្រោយនឹងផ្ដល់ជូនព័ត៌មានសំខាន់បន្តទៀតបាទ